បាទជំរាបសួរបងប្អូនបាទអេបងប្អូនបាទថាគូព្រេងវាមិនព្រាត់ទេវានៅតែជួបតែឥឡូវជួបមែនបាទសុខធីជាមួយពេជ្រសម្បត្តិកិច្ចអើយកិច្ចតែឥឡូវជួបតតបានបាទជួបទោះជាយ៉ាងម៉េចក៏ដោយគឺដាច់ខាតគឺត្រូវតែជួបបាទឥឡូវបានដូចកំណោហើយបាទនៅចុងខែនេះបាទចុងខែហ្នឹងថ្ងៃ28បាទហើយលក្ខខណ្ឌគឺកង់ធំ5ទឹកបាទឥឡូវបងប្អូនគិតមើលថាតើខាងណាខាងណីខាងនេះខាងនោះហើយបើសិនជា3ទឹកកង់តូចគឺពេជ្រសម្បត្តិមានតែដាច់តែម្ដងបាទហើយឥឡូវនេះគឺ5ទឹកកង់ធំគឺមានទៅមានមកបាទមានទៅមានមកកីឡានេះបើសិនជាមិនដណ្ដើមខ្សែក្បាត់គឺ50ប៉ុន្តែដល់ដណ្ដើមខ្សែក្បាត់ចឹងគឺយើងអាចថា55-45ទៅចុះសម្រាប់ខ្ញុំណា55-45គឺ55ពេជ្រសម្បត្តិ45គឺសុខធីបាទគឺអញ្ចឹងទៅចុះព្រោះអីគឺពេជ្រសម្បត្តិគេល្បីជាងអញ្ចឹងយើងត្រូវឲ្យពេជ្រសម្បត្តិតែមទៅចុះបាទហើយសុខធីយើងដឹងហើយគឺជាកីឡាករវាយក្បាច់ពេជ្រសម្បត្តិជាកីឡាករវាយបុកហើយវាយបុកបើសិនជាបុកមិនដាច់អាចចាញ់បន្ទុកសុខធីបាទពូសុខធីគាត់អាចថយមួយគាត់អាចកាប់ជើងក្រោមបាទហើយនឹងជួលគៀកអោបបីកែងខ្លីបាទបើសិនជាអាចពេជ្រសម្បត្តិអាចភ្លាត់ក៏អាចសន្លប់នឹងកែងខ្លីហើយនឹងខូចជើងដោយសារសុខធីហើយបើសុខធីរៀងប្រហែសក៏អាចសន្លប់នឹងកណ្ដាប់ដៃរបស់ពេជ្រសម្បត្តិដែរចឹងហើយបានខ្ញុំឲ្យ55-45បាទ55-45ចុះចំពោះបងប្អូនវិញថាតើបងប្អូនយល់យ៉ាងណាអើយបងប្អូនបាទគូប្រចាំឆ្នាំហើយបាទលបើកមេឃហ៎ខែនេះបាទចុងខែនេះគឺប៉ើលមេឃប៉ើលចាប៉ើលព្រាវហើយបងប្អូនបាទមើលបងប្អូនយល់យ៉ាងម៉េចសម្រាប់បងប្អូនវិញតែបើខ្ញុំវិញគឺដូចខ្ញុំជម្រាបចឹងគឺ55-45គឺពេជ្រសម្បត្តិ55គឺសុខធី45អាស្រ័យដោយសារពេជ្រសម្បត្តិគេល្បីជាងឲ្យគេឡើងតែមទៅចុះប៉ុន្តែកីឡាករពីរនេះអាចសុខធីភ្លាត់សន្លប់នឹងកណ្ដាប់ដៃរបស់ពេជ្រសម្បត្តិភ្លាត់អាចសន្លប់នឹងកែងខ្លីហើយនឹងខូចជើងក្រោមដោយសារសុខធីបាទកីឡានេះគឺអញ្ចឹងនេះបើសម្រាប់ខ្ញុំបាទគឺប្រកប 100% បាទអញ្ចឹងកីឡានេះគឺយើងគិតថាវាអញ្ចឹងទៅចុះបាទអញ្ចឹងបាទខ្ញុំសូមអរយោបល់បាទសូមអរគុណសូមជម្រាបលាបាទគូប្រចាំឆ្នាំហើយបាទមិនធម្មតាទេបាទយូរកិច្ចចុះកិច្ចឡើងចូលគូផ្លប់ហើយក៏ពេជ្រសម្បត្តិគឺគាត់មិនចង់បានតែមដាច់ដូចជាកង់ចេញមករៀម3ទឹកអីទេអានេះគឺគាត់ផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមកគឺខ្មែរដូចគ្នាទេបាទអ្នកណាឈ្នះក៏ខ្មែរដែរបាទ